ម្ដាយម្នាក់តែងតែរំលឹកកូនប្រុសរបស់គាត់កុំឲ្យភ្លេចបិទកង្ហាបិទទូរទស្សន៍និងកុំខ្ជះខ្ជាយទឹកចំពោះកូនវាស្ដាប់ទៅដូចជាការរអ៊ូរទាំឥតឈប់ឈររបស់ម្ដាយគាត់តែងតែគិតថាថ្ងៃណាមួយខ្ញុំនឹងចាក់ចេញពីផ្ទះនេះហើយទីបំផុតនឹងមានសេរីភាពបន្ទាប់មកការសម្ភាសការងារដ៏សំខាន់មួយបានមកដល់នៅពេលដែលកូនប្រុសនោះត្រៀមខ្លួនរួចរាល់គាត់បានប្រាប់ខ្លួនឯងថាប្រសិនបើគាត់ទទួលបានការងារគាត់នឹងផ្លាស់ទៅឆ្ងាយហើយគេចផុតពីការរអ៊ូឥតឈប់ឈររបស់ម្ដាយគាត់មុនពេលគាត់ចាក់ចេញម្ដាយបានផ្ដល់ឲ្យគាត់នៅដំបូន្មានចុងក្រោយមួយត្រូវនិយាយដោយមានទំនុកចិត្តទោះបីជាអ្នកមិនដឹងចម្លើយក៏ដោយកុំសង្ស័យនឹងខ្លួនឯងនៅអគារក្រុមហ៊ុនគាត់បានកត់សម្គាល់ឃើញរឿងតូចតាចគាត់បានបិទទ្វារដែលបើកចំហមួយដោយថ្នមគាត់បានបង្វែរទុយោដែលកំពុងហូរទៅរករុក្ខជាតិស្ងួតគាត់បានបិទភ្លើងដែលបើកនៅពេលថ្ងៃគាត់បានតម្រង់កម្រាលស្វាគមន៍ដែលមិនមានរបៀបបន្ទាប់មកគាត់បានចូលរួមជាមួយបេក្ខជនផ្សេងទៀតដែលកំពុងរងចាំការសម្ភាសអ្នកសម្ភាសមិនបានសុំឯកសារឬសាកល្បងជំនាញរបស់គាត់ទេគេគ្រាន់តែសួរថាតើអ្នកអាចចាប់ផ្ដើមធ្វើការនៅពេលណាដែលមានការងឿងឆ្ងល់គាត់បានសួរអ្នកសម្ភាសថាហេតុអ្វីអ្នកសម្ភាសបាននិយាយថាយើងមើល